រឿងកំហុសឆ្គងរបស់ម៉ូសេបន្ទាប់ពីករណីនៃការបោះបោររបស់កូរ៉ាព្រះជាម្ចាស់ទ្រង់សព្វព្រះハរតីចង់បង្ហាញបំណងព្រះハរតីរបស់ទ្រង់ដល់ជនជាតិអ៊ីស្រាអែលឡើងវិញម្ដងទៀតដូច្នេះព្រះទ្រង់មានព្រះបន្ទូលទៅកាន់លោកម៉ូសេថាម៉ូសេអើយចូលប្រគល់ដំបងឲ្យកុលសម្ព័ន្ធទាំង12នៃសាសអ៊ីស្រាអែលម្នាក់មួយចុះហើយគ្រប់ដំបងទាំងអស់ចូលឲ្យកុលសម្ព័ន្ធសរសេរឈ្មោះកុលសម្ព័ន្ធនីមួយៗចុះហើយបន្ទាប់មកប្រសិនបើទុកដំបងទាំង12នោះនៅក្នុងរោងឱបោសថយើងនឹងធ្វើឲ្យមានពន្លកនៅនឹងដំបងរបស់អ្នកដែលយើងជ្រើសរើសឲ្យធ្វើជាសង្ឃមានពន្លកពីដំបងដែលធ្វើពីដើមឈើដែលងាប់ការទាំងនេះវាអាចនឹងកើតឡើងបានដែរម៉ូសេក៏បានធ្វើតាមអ្វីដែលព្រះជាម្ចាស់បានបញ្ជាហើយក៏បានសរសេរឈ្មោះនៅគ្រប់ទាំងដំបងទាំងអស់សម្រាប់ដំបងនៃកុលសម្ព័ន្ធលេវីបានសរសេរឈ្មោះរបស់អឺរ៉ុនហើយនៅថ្ងៃបន្ទាប់តើវានឹងក្លាយទៅជាបែបណាពេលម៉ូសេបានចូលទៅដល់ក្នុងរោងឱបោសថវាពិតអស្ចារ្យមែនទែនគឺមានពន្លកដោះចេញពីដំបងមួយក្នុងចំណោមដំបងទាំងអស់មែនគឺជាដំបងដែលបានសរសេរឈ្មោះរបស់អឺរ៉ុនពន្លកដែលដោះចេញពីដំបងនោះក៏បានដោះលូតលាស់ឡើងវាដោះរីកឡើងជាផ្កាហើយថែមទាំងបានដោះចេញជាផ្លែចំបក់ទុំដ៏គួរឲ្យចង់បរិភោគផងដែរហើយនេះតើអាចក្លាយទៅជាបែបនេះបានយ៉ាងដូចម្ដេចអឺរ៉ុនពិតជាសម្ដេចសង្ឃដែលបានជ្រើសរើសពីព្រះជាម្ចាស់ពិតមែនវាពិតជាបែបនេះមែនឥឡូវនេះសូមកុំសង្ស័យម្ដងទៀតសូម្បីតែប៉ិនចុងក្រចកឲ្យសោះសម្រាប់អឺរ៉ុនវិញគាត់គ្មាននៅសមត្ថភាពពិសេសអ្វីជាងអ្នកដទៃនោះឡើយប៉ុន្តែគឺគ្រាន់តែព្រះជាម្ចាស់ទ្រង់បានជ្រើសរើសអឺរ៉ុនតែប៉ុណ្ណោះពេលនេះគ្រប់ទាំងប្រជាជនអ៊ីស្រាអែលទាំងអស់ក៏បានដឹងពីការពិតទាំងអស់នោះនៅសល់តែបន្តិចទៀតនោះទេនឹងទៅដល់ស្រុកកាណានហើយប៉ុន្តែការធ្វើដំណើរទៅកាន់កន្លែងនោះនៅតែមានភាពទុក្ខលំបាកជាខ្លាំងការដើរនៅវាលខ្សាច់ដែលគ្មានទីបញ្ចប់បែបនេះធ្វើឲ្យមនុស្សទាំងអស់អស់កម្លាំងហើយនឹងមានការមួម៉ៅជាខ្លាំងសម្រាប់ម៉ូសេវិញក៏ដូចគ្នាដែរនៅពេលដែលជនជាតិអ៊ីស្រាអែលបានឈប់សម្រាកនៅទីកន្លែងមួយឈ្មោះថាកាដេសនៅទីនោះកើតមានគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរដូច្នេះហើយគ្មានទឹកក្នុងការផឹកនោះទេទោះជាធ្វើនៅកំហុសដដែលប៉ុន្មានដងយ៉ាងណាក៏ដោយនៅពេលដែលពួកគេចាប់ផ្ដើមស្រេកទឹកប្រជាជនអ៊ីស្រាអែលក៏ចាប់ផ្ដើមត្អូញត្អែរឡើងវិញម្ដងទៀតម៉ូសេទោះជាពួកខ្ញុំខំគិតយ៉ាងណាក៏ដោយក៏នៅតែមិនយល់នោះទេហេតុអ្វីបានជានាំពួកខ្ញុំចេញពីស្រុកអេស៊ីបមកបែបនេះដូច្នេះសូមជួយពន្យល់ដើម្បីឲ្យពួកខ្ញុំយល់ហើយស្ងប់អារម្មណ៍បន្តិចមកតើត្រូវឲ្យពួកខ្ញុំបរិភោគអ្វីនៅទីនេះនៅទីនេះគ្មានកន្លែងសាបព្រោះគ្មានទាំងទំពាំងបាយជូរហើយក៏គ្មានទាំងផ្លែទន្ទឹមដែរទឹកក៏គ្មានផឹកទៀតដោយសារតែម៉ូសេនិងអឺរ៉ុនពិបាកចិត្តខ្លាំងពេកក៏បានចូលទៅក្នុងរោងឱបោសថក្រាបអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ព្រះជាម្ចាស់ទ្រង់ដឹងពីដួងចិត្តរបស់ម៉ូសេហើយទ្រង់ក៏បានលេចចេញមកម៉ូសេអើយចូលឯងទៅហៅហើយឲ្យប្រជាជនអ៊ីស្រាអែលមកជួបជុំគ្នាចុះតើឯងឃើញថ្មដ៏ធំនៅត្រង់នោះដែរឬទេចូលឯងនិយាយនៅចំពោះមុខប្រជាជនអ៊ីស្រាអែលទៅកាន់ថ្មថាចូលចេញទឹកមកចុះវានឹងចេញទឹកមកយ៉ាងច្រើនលើសលប់ទោះជាមនុស្សនិងសត្វទាំងអស់ផឹកក៏នៅសល់យ៉ាងច្រើនដែរដោយព្រោះព្រះជាម្ចាស់ទ្រង់ខឹងហើយមិនពេញចិត្តចំពោះប្រជាជនអ៊ីស្រាអែល
ម៉ូសេក៏បានអធិដ្ឋានលន់តួចំពោះព្រះជាម្ចាស់ដើម្បីសូមឲ្យទ្រង់អត់ទោសដល់ប្រជាជនទាំងអស់ក៏ពិតមែនប៉ុន្តែក្នុងពេលនេះសូម្បីតែម៉ូសេក៏ខឹងយ៉ាងខ្លាំងចំពោះពួកគេដែរដោយសារតែប្រជាជនដែលមិនជឿលើព្រះជាម្ចាស់រហូតដល់ចុងបញ្ចប់ធ្វើឲ្យគាត់ពិតជាពិបាកចិត្តហើយមានការខ្មាស់ជាខ្លាំងដូច្នេះទើបម៉ូសេជាជាងនិយាយទៅកាន់ថ្មតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់គាត់ខឹងយ៉ាងខ្លាំងចំពោះពួកគេអ្នករាល់គ្នាដែលពោរពេញទៅដោយការរអ៊ូរទាំល្អអញ្ចឹងយើងគ្រាន់តែធ្វើឲ្យចេញទឹកពីក្នុងថ្មនេះដើម្បីអ្នករាល់គ្នាតែប៉ុណ្ណោះហើយមែនប៉ុណ្ណឹងគ្រប់គ្រាន់ហើយមែនម៉ូសេក៏បានលើកដៃបោះយ៉ាងខ្ពស់រួចក៏វាយថ្មនោះដោយដំបងយ៉ាងខ្លាំងភ្លាមនោះស្រាប់តែមានទឹកយ៉ាងច្រើនសន្ធឹកចេញពីថ្មនោះដូច្នេះហើយមនុស្សទាំងអស់ក៏បានប្រញាប់រត់ទៅដើម្បីដោះស្រាយនៅការស្រេកទឹករបស់ពួកគេប៉ុន្តែព្រះជាម្ចាស់ទ្រង់នឹងមិនសប្បុរហឫទ័យនឹងអាកប្បកិរិយារបស់លោកម៉ូសេនោះឡើយពីព្រោះតែជាការលើកតម្កើងនៅព្រះហឫទ័យដ៏បរិសុទ្ធរបស់ព្រះគាត់បែរជាបង្ហាញអាកប្បកិរិយាតាមតែចិត្តរបស់អារម្មណ៍របស់ខ្លួនឯងម៉ូសេនិងអ៊ឺរ៉ុនអើយឯងរាល់គ្នាមិនជឿលើយើងឲ្យអស់ពីចិត្តហើយក៏បានធ្វើទង្វើដែលធ្វើឲ្យយើងមិនបរិសុទ្ធនៅចំពោះប្រជាជនទាំងអស់ដូច្នេះឯងរាល់គ្នានឹងមិនបានចូលទៅក្នុងទឹកដីសន្យាដែលយើងបានថានឹងប្រគល់ឲ្យដល់ឯងរាល់គ្នានោះទេម៉ូសេដែលមិនបានទុកនៅកំហឹងរបស់ខ្លួននៅក្នុងពេលនោះហើយម៉ូសេដែលតែងតែធ្វើតាមនៅព្រះបន្ទូលជានិច្ចនោះប៉ុន្តែគាត់បានធ្វើការមួយឲ្យព្រះជាម្ចាស់ទ្រង់មិនសប្បុរហឫទ័យបន្ទាប់ក្រោយមកក៏ដោយក៏ការរអ៊ូរទាំរបស់ប្រជាជនអ៊ីស្រាអែលមិនបានបញ្ឈប់នោះទេពេលដែលព្រះទ្រង់ទតមើលពីប្រជាជនបែបនោះពេលនេះក៏ព្រះជាម្ចាស់ទ្រង់បានដាក់ទោសដោយផ្ទាល់អង្គទ្រង់ដែរថ្ងៃមួយព្រះជាម្ចាស់ទ្រង់បានប្រទានឲ្យមាននៅពស់ពឹសហើយពស់ពឹសទាំងនោះក៏បានចឹកមនុស្សជាច្រើនស្លាប់អស់លោកម្ចាស់ម៉ូសេសូមជួយសង្គ្រោះពួកយើងទាំងអស់គ្នាផងពួកយើងឈប់ស្ដីបន្ទោសនិងសង្ស័យពីព្រះជាម្ចាស់ឡើងវិញទៀតហើយសូមជួយបំផ្លាញពស់ទាំងអស់នេះចោលផងពួកយើងនឹងមិនធ្វើបែបហ្នឹងទៀតនោះឡើយដោយសពដងដែរមនុស្សទាំងអស់នោះពួកគេបានសោកស្ដាយចំពោះទង្វើរបស់គេហើយម៉ូសេបានសួរពីបំណងព្រះហឫទ័យរបស់ព្រះហើយក៏ដូចជារាល់ដងដែរព្រះជាម្ចាស់ទ្រង់តែងតែអត់ទោសដល់ប្រជាជនទាំងអស់ហើយទ្រង់ក៏បានដោះស្រាយបញ្ហានោះឲ្យផងដែរចូលធ្វើពស់ពីលោហៈហើយចូលដាក់ពាក់វានៅលើបង្គោលមួយអ្នកណាដែលត្រូវពស់ចឹកនោះប្រសិនបើសម្លឹងមើលពស់លោហៈនោះនឹងមិនត្រូវស្លាប់ឡើយគ្រប់ការទាំងអស់នេះក៏បានសម្រេចទៅតាមបំណងហឫទ័យរបស់ព្រះជាម្ចាស់ទោះជាពួកគេបានធ្វើនៅកំហុសនិងការដឹងពីកំហុសឡើងវិញម្ដងហើយម្ដងទៀតបែបនេះក៏ដោយពេលនេះប្រជាជនអ៊ីស្រាអែលក៏ពិតជាបានមកដល់ជិតទឹកដីកាណានហើយពេលនេះបើពួកគេគ្រាន់តែដើរឆ្លងកាត់ទន្លេយ៉ូដានដែលហូរនៅនឹងមុខរបស់ពួកគេនោះពួកគេអាចនឹងចូលទៅដល់ទឹកដីសន្យាដែលពោរពេញទៅដោយជ្រលងភ្នំដ៏ស្រស់ស្អាតនិងចម្ការខៀវខ្ចីបានដើម្បីចូលទៅបាននោះពួកគេត្រូវតែដើរឆ្លងកាត់ប្រទេសដែលមានឈ្មោះថាម៉ូអាប់ដែលមានទីតាំងនៅជុំវិញទន្លេយ៉ូដានប៉ុន្តែតើពួកម៉ូអាប់ជាមនុស្សដែលស្លូតបូតដែលព្រមឲ្យប្រជាជនអ៊ីស្រាអែលដើរឆ្លងកាត់បានយ៉ាងស្រួលដែរឬទេយើងនឹងមើលជាមួយគ្នានៅសាច់រឿងបន្ទាប់ទៀតសូមអរគុណសូមជម្រាបលា